Discount report គឺជារបាយការណ៍សម្រាប់ធ្វើការពិនិត្យមើលទឹកប្រាក់នៃការបញ្ចុះតម្លៃទៅតាមប្រភេទនៃកម្មវិធីបញ្ចុះតម្លៃនីមួយៗដើម្បីពិនិត្យមើលរបាយការណ៍នេះលោកអ្នកត្រូវចូលទៅកាន់ផ្នែក Profile ចុចរើសយកពាក្យ Report បន្ទាប់មកចុចនៅលើ Discount report នៅក្នុងរបាយការណ៍នេះមានបង្ហាញនូវព័ត៌មានដូចជាផ្នែកបញ្ចុះតម្លៃទៅតាមមុខម៉នុយនិងផ្នែកនៃការបញ្ចុះតម្លៃទៅលើវិក័យប័ត្រផ្នែកនីមួយៗមានបង្ហាញឈ្មោះនៃកម្មវិធីបញ្ចុះតម្លៃចំនួននៃការអនុវត្តការបញ្ចុះតម្លៃនិងចំនួនទឹកប្រាក់សរុបនៃការបញ្ចុះតម្លៃលោកអ្នកអាចធ្វើការកំណត់ការបរិច្ឆេទឲ្យបង្ហាញរបាយការណ៍ដោយធ្វើការកំណត់ការបរិច្ឆេទចាប់ផ្ដើមនិងបញ្ចប់ហើយលោកអ្នកអាចធ្វើការជ្រើសយកព័ត៌មាននៃការបញ្ចុះតម្លៃទៅតាមថ្ងៃម៉ោងនិងប្រភេទនៃការកម្មង់នៅផ្នែក Advanced Filter លោកអ្នកក៏អាចធ្វើការកំណត់របាយការណ៍ឲ្យបង្ហាញជាសង្ខេបឬលម្អិតនៅក្នុងប្រអប់ Consolidate ចុច Show Data ដើម្បីធ្វើការ Preview របាយការណ៍ឬលោកអ្នកអាចធ្វើការចុចទៅលើប៊ូតុង Print ដើម្បីធ្វើការ Print របាយការណ៍ចេញ